សេះចាស់តែងតែខិតខំប្រឹងប្រែងដឹកជញ្ជូនស្រូវអង្ករឲ្យកសិកររាល់ថ្ងៃតែដល់ពេលចាស់ជ្រាទៅវាលែងអាចទ្រាំទ្រនឹងការងារដ៏ធ្ងន់ធ្ងរនេះទៀតហើយដើម្បីអាចចូលនិវត្តន៍មុនកំណត់វាក៏ប្រាប់កសិករឲ្យលែងវាទៅវាអាចជួយរកកម្លាំងពលកម្មដោយឥតគិតថ្លៃមួយក្រុមទៀតដំបូងកសិករខ្លាចវារត់បាត់មិនត្រឡប់មកវិញតែក្រោយមកក៏ចាញ់ល្បិចសេះចាស់ទៅក៏លែងសេះចាស់នោះទៅក្រោយពេលសេះចាស់រត់បានពីជុំនៅក្នុងទីធ្លាវាក៏ក្រវីកន្ទុយលាកសិករទៅសេះចាស់មានអារម្មណ៍ថាមានសេរីភាពដែលមិនធ្លាប់មានពីមុនមកដំបូងវារត់ចូលទៅក្នុងព្រៃបរិភោគស្មៅស្រស់និងផឹកទឹកអូថ្លាឆ្វង់ពេលវាស៊ីឆ្អែតផឹកជោគជាមហើយវាក៏ភ្លេចរលីងនៅពាក្យដែលបានសន្យាជាមួយកសិករក៏ដេកលូកក្រោមដើមឈើធំមួយក្នុងរន្ធដើមឈើមានគ្រួសារកញ្ជ្រោងមួយរស់នៅរាងកាយរបស់សេះចាស់បានបិទមាត់រន្ធជិតខាងក្នុងគ្មានពន្លឺសូម្បីបន្តិចកញ្ជ្រោងតូចដើរទៅត្រង់មាត់រន្ធក៏ឃើញវត្ថុពណ៌ស្ដុចព្រើមួយក៏ប្រាប់ម្ដាយកញ្ជ្រោងថាខាងក្រៅកំពុងធ្លាក់ព្រើខ្លាំងម្ដាយកញ្ជ្រោងក៏ទះកំភ្លៀងវាភ្លាមឥឡូវនេះគឺខែសីហាមិនក៏មានព្រើបន្ទាប់មកក៏ឲ្យកូនមួយទៀតទៅមើលនៅមាត់រន្ធកូនកញ្ជ្រោងដើរទៅដល់មាត់រន្ធមើលឆ្វេងមើលស្ដាំក៏ទទួលបានលទ្ធផលដូចគ្នានៅខាងក្រៅកំពុងធ្លាក់ព្រើខ្លាំងកញ្ជ្រោងចាស់ឆ្លាតក៏ដើរទៅមើលនៅមាត់រន្ធដោយខ្លួនឯងហិតមើលទៅក៏គិតថាមានអ្វីមិនប្រក្រតីក៏បើករន្ធមួយនៅម្ខាងទៀតលូនចេញពីរន្ធដើមឈើទើបតែលូនចេញពីមាត់រន្ធវាក៏ឃើញសេះចាស់មួយក្បាលកំពុងដេកនៅក្រោមដើមឈើមិនកម្រើកសោះវាក៏គិតថាសេះចាស់នេះបានស្លាប់បាត់ហើយកញ្ជ្រោងក៏ចង់អូសសេះចាស់ចូលក្នុងរន្ធដើម្បីស៊ីវាតែសេះចាស់មានខ្លួនធំជាងវាច្រើនដងដោយខ្លួនវាមិនអាចអូសសេះចាស់បានសោះដូច្នេះវាក៏ទៅរកចោកនៅក្បែរនោះក្នុងរន្ធដើមឈើមួយទៀតកញ្ជ្រោងបានរកឃើញចោកសួរកញ្ជ្រោងថាមករកវាមានការអ្វីកញ្ជ្រោងក៏និយាយថានៅមុខផ្ទះវាមានសេះប្រភេទធំមួយក្បាលបានស្លាប់អាចចែករំលែកសាច់សេះជាមួយគ្នាបានពេលលេហើយភ្នែកចោកភ្លឺឡើងភ្លាមនោះក៏តាមកញ្ជ្រោងមកដល់មាត់រងឈើពួកវាចាប់ផ្ដើមធ្វើការជាមួយគ្នាដើម្បីដឹកសេះប្រភេទធំនេះទោះបីពួកវាខំប្រឹងអស់ពីកម្លាំងកាយហើយក៏ដោយក៏សេះប្រភេទធំនោះនៅតែមិនរើបន្តិចសោះក្រោយមកកញ្ជ្រោងក៏និយាយថាចង់កន្ទុយចកនិងកន្ទុយសេះចូលគ្នាហើយខ្ញុំនឹងរុញពីក្រោយវិធីនេះគួរតែបានផលពេលនោះចកក៏មិនបានគិតច្រើនដែរគ្រាន់តែចង់ស៊ីសាច់សេះឲ្យឆាប់ដូច្នេះវាបានយល់ព្រមតាមការរៀបចំរបស់កញ្ជ្រោងប៉ុន្តែពេលនោះសេះចាស់បានដឹងពីគម្រោងការរបស់ពួកវាបន្តធ្វើពុតជាស្លាប់ក្រោយមកចកក៏ចាប់ផ្ដើមទាញអស់ពីកម្លាំងកញ្ជ្រោងក៏រុញពីក្រោយដែរប៉ុន្តែលទ្ធផលមិនដូចការរំពឹងទុករបស់កញ្ជ្រោងទេពេលនោះហើយសេះចាស់ក៏ងើបឈរភ្លាមវាត្រៀមខ្លួនរួចជាស្រេចដើម្បីរត់ត្រឡប់មកវិញដោយសារកន្ទុយរបស់ពួកវាត្រូវបានចងចូលគ្នាចកក៏ត្រូវបានអូសទាញរត់ទៅជាមួយដែរពេលនោះចកបិទជាជាប់ទាំងមែនខាត់ក៏ខាត់មិនឈ្នះត្រូវតែឲ្យសេះចាស់អូសទាញតាមតែចិត្តសេះចាស់អូសគាត់រត់បាន3គីឡូម៉ែត្រទីបំផុតក៏រត់ត្រឡប់ទៅផ្ទះកសិករវិញគាត់ប្រាប់ម្ចាស់ថាអាចយកស្បែកចកនេះលក់បានរួចទិញសេះថ្មីមួយក្បាលទៀតពេលកសិករឲ្យហើយក៏ធ្វើតាមយកស្បែកចកទៅបដូរបានសេះថ្មីមួយក្បាលក្រោយមកការងារដឹកជញ្ជូនសេះទាំងពីរក្បាលធ្វើជាមួយគ្នាជួយកាត់បន្ថយបន្ទុកយ៉ាងខ្លាំងរបស់សេះចាស់